ញ៉ាំទៀតសម្រាប់គ្រឿងផ្សំដំបូងដែលយើងត្រូវការគឺត្រីបងប្អូនត្រីអាចប្រើជាត្រីក្រហមដូចខ្ញុំអញ្ចឹងក៏បានត្រីតុកែត្រីក្អែកអីក៏បានដែរសម្រាប់ត្រីគឺខ្ញុំភ្លះយកតែសាច់ទេប៉ុន្តែបើសិនជាបងប្អូនចង់កាត់កង់ទាំងឆ្អឹងទាំងអីហ្មងក៏បានដូចគ្នាប៉ុន្តែខ្ញុំចង់ញ៉ាំស្រួលអញ្ចឹងណាបងប្អូនចឹងហើយគឺខ្ញុំយកតែសាច់វាទេបន្ទាប់ពីនឹងមកគឺយើងយកត្រីរបស់យើងនឹងមកប្រឡាក់ជាមួយម្រេចហើយសម្រាប់ម្រេចគឺខ្ញុំមានជាម្រេចកពតយើងបុកវាឲ្យម៉ត់ហើយយកមកប្រឡាក់ជាមួយត្រីអញ្ចឹងមកប៉ុន្តែបើសិនជាបងប្អូនអត់មានម្រេចកពតអីទេប្រើជាម្រេចធម្មតាក៏បានដែរម្រេចនឹងវាជួយកាត់ក្លិនត្រីរបស់យើងអញ្ចឹងទៅយើងប្រឡាក់វាប្រហែលជាខ្ទង់2 ទៅ 3 នាទីបងប្អូនអាចយកវាមករៀបលើចានអញ្ចឹងបានសម្រាប់ការរៀបនេះរៀបដូចខ្ញុំអញ្ចឹងក៏បានឬក៏រៀបមិនក៏បានដែរហើយសម្រាប់ខ្ញុំគឺខ្ញុំនៅសល់បន្លែខ្លះដែរអញ្ចឹងណាអញ្ចឹងហើយខ្ញុំបន្ថែមស្ពៃតឿនឹងបន្តិចរៀបដាក់ជាមួយនឹងត្រីនឹងហើយយើងយកទៅចំហុយបន្លែបងប្អូនចង់ដាក់ក៏បានអត់ក៏បានដែរនិយាយទៅតាមចំណង់ចំណូលចិត្តហើយសម្រាប់រយៈពេលនៃការចំហុយនេះប្រហែលជាខ្ទង់10 ទៅ 12 នាទីខ្ញុំលើកវាចេញសិនគឺខ្ញុំចាប់ផ្ដើមមកធ្វើទឹកសសហ្មងដំបូងយើងដាក់ទឹកបន្តិចមកបន្ថែមជាមួយនឹងម្សៅម្ទេសហើយគ្រឿងផ្សំដែលសំខាន់ដែលធ្វើឲ្យមុខម្ហូបរបស់យើងកាន់តែមានរសជាតិឆ្ងាញ់ហ្នឹងណាបងប្អូនគឺទឹកស៊ីអ៊ីវជីនស៊ូអានេះយើងអាចយកមកប្រើជាមុខម្ហូបធម្មតាក៏បានឬក៏ធ្វើជាទឹកជ្រលក់ក៏ឆ្ងាញ់ដែរបងប្អូនសម្រាប់ទឹកស៊ីអ៊ីវជីនស៊ូគឺខ្ញុំប្រើចំនួន3ស្លាបព្រាបាយបន្ទាប់មកខ្ញុំបន្ថែមប្រេងល្ងបន្តិចម្រេចកន្លះស្លាបព្រាកាហ្វេម្ទេសហុយ1ស្លាបព្រាកាហ្វេស្ករ1ស្លាបព្រាកាហ្វេបន្ទាប់មកខ្ញុំបន្ថែមខ្ទឹមសចិញ្ច្រាំ2 3 កំពឹសខ្ញីកាត់ជាដុំរាងតូចៗអញ្ចឹងហើយបងប្អូនបើកភ្លើងកូរនៅលើភ្លើងនឹងប្រហែលជាខ្ទង់តែ2 នាទីអីទេយើងកូរមើលតែវាឡើងខាប់ឡើងឈ្ងុយមកល្មមបងប្អូនភ្លក់មើលแล้วណាសម្រាប់ខ្ញុំនេះគឺស្ទើររសជាតិបន្តិចអញ្ចឹងហើយខ្ញុំបន្ថែមទឹកស៊ីអ៊ីវជីនស៊ូចំនួន1ស្លាបព្រាបាយទៀតដាក់តែប៉ុណ្្នឹងមករសជាតិគឺមកឆ្ងាញ់បងប្អូនជាពិសេសក្លិនគឺឈ្ងុយខ្លាំងមែនតើហ្មងបន្ទាប់ពីយើងភ្លក់មើលហើយថែមថយគ្រឿងត្រីរសជាតិអស់ហើយយើងយកវាមកស្រោចទៅលើត្រីដែលយើងបានចំហុយហើយស្រាប់ហ្នឹងណាហើយចុងក្រោយគេខ្ញុំបន្ថែមម្ទេសបន្តិចដែរប៉ុន្តែម្ទេសនឹងបើសិនជាបងប្អូនអត់ចេះហឹលអត់ដាក់ក៏អត់អីដែរសម្រាប់ខ្ញុំត្រីចំហុយទឹកស៊ីអ៊ីវខ្ញុំមានទឹកជ្រលក់សម្រាប់ញ៉ាំទៀតដែរបងប្អូនប៉ុន្តែទឹកជ្រលក់របស់ខ្ញុំគឺងាយមែនតើនិយាយទៅខ្ញុំគ្រាន់តែចាក់ទឹកស៊ីអ៊ីវហើយបន្ថែមជាមួយខ្ទឹមសចិញ្ច្រាំបន្តិចជាមួយនឹង